nhóm ngò nè đã thua ca cho môi không được bọc từ cô hồn á ta quạt vô chấm nứa chưa chia rồi có phiệp bắt lọt vì nào máu tha lộ khôn sai năng mình cầm tịch bụ quạt tránh rồi còn mình cầm chặt bụ quạt chảo đôi biệt chắc bồn mà clear tha sẽ chặt thọ miên được nông crom chảo thì thấy crom bắt lộ khôn sai đặc nòm á đôi bụ bọc phết trai áo si côn anh chẳng bờ tha si po hay mà tha ngò tại bờ tây nam cái chuyền tiền tây cứ khai dương đừng anh đã đăng luôn anh đừng anh chỉ nhận bằng plan khai dương mới po đọt khai dương rong kêu tam đồng ban đi mùi đó á mình men hôn san thưa đợt tuốt có con trai cầu một cọp hôn san thưa hai bữa sinh chỉ thưa hai ban lôi ban cả từng trămរបបមួយនឹងហើយtrămរបបមួយនឹងក៏មានថ្មងធ្វើបាក់ខ្មែរបន្តហើយបើគេធ្វើអីក្នុងចិត្តគេស្លាប់ចោលគេធ្វើអីក្នុងចិត្តគេបញ្ចប់ចោលហើយមិនដឹងថាគាត់ទៅហៅសច្ចធម៌ទៅហៅការសន្តោសប្រណីពីហ៊ុនសែនពីចំណុចណាបើហ៊ុនសែនជាក្រុមអ្នកបង្កើតអំពើឧក្រិដ្ឋកម្មអ្នកដែលរក្សាជនឧក្រិដ្ឋជនហ្នឹងមិនទៅមានបេះដូងស្អាតស្អំឯណាមានចិត្តធម៌មេត្តាបង្កើតច្បាប់ល្អណាសម្រាប់ជាតិបង្កើតតែច្បាប់បំផ្លាញជាតិបង្កើតតែច្បាប់សម្រាប់ខ្មែរឬក៏និយាយថាបែបសម្រាប់ខ្មែរបង្កើតតែច្បាប់សម្រាប់មនុស្សគាត់ធ្វើតែរបររកស៊ីបំផ្លាញជីវិតមនុស្សហ្នឹងហើយតែគាត់មានធម៌មេត្តាមកពីណាហើយឆ្ងល់ទៀតអ្នកដែលចេះដឹងឬក៏ធ្វើការក្រមបង្គាប់របស់លោកហ៊ុនសែនហ្នឹងមិនដឹងថាគាត់បានជំនឿចិត្តពីណាថាអញនឹងមានតំណែងនឹងយូរអង្វែងហើយនៅកន្លែងចឹងតែវាមានស្ថិរភាពទេតែអាចបង្ហាញពីឆន្ទៈឬក៏អាចបង្ហាញពីសមត្ថភាពយើងបានទេក្រៅពីការសម្លាប់ឧត្តមគតិខ្លួនឯងហើយតែបំរើឬក៏ចូលរួមប្រព្រឹត្តអំពើថោកទាបអីអស់ហ្នឹងតែមានខ្មាស់ខ្លួនឯងដែលតែរៀនលុយអស់លុយច្រើនខាតពេលវេលាច្រើនហើយដល់ពេលតែរៀនហ្នឹងគ្រាន់តែបានមកលុយបែបពីពួកជនឧក្រិដ្ឋកម្មហ្នឹងមែនឬមកក៏មានក្តីសុកណាស់ហើយឃើញពលរដ្ឋខ្មែរយើងតែភ្នែកលហេមលហាមឬក៏មានក្តីសុកណាស់ហើយគេពាត់បលាលុះយកដីខ្មែរឬក៏មានក្តីសុកណាស់ហើយនៅពេលដែលបង្ហូរឈាមខ្មែរឬក៏មានក្តីសុកណាស់ហើយដែលធ្វើឲ្យប្រទេសខ្លាយទៅជាប្រទេសមួយជាសម្បុកឧក្រិដ្ឋកម្មដែលភាសាកូរ៉េគេហៅថារោងចក្រផលិតឧក្រិដ្ឋកម្មរោងចក្រឧក្រិដ្ឋជនណារោងចក្រឧក្រិដ្ឋកម្មណាហើយមើលទៅគំពីទៅពួកនឹងទេហើយបើក្រមមេដាធម្មជាតិឬក្រមយុវជនដែលរិះគន់បែបស្ថាបនាហ្នឹងគឺអត់បានទេគឺស្លាប់ចោលហើយអញ្ចឹងយើងសរុបសេចក្តីមកវិញលោកហ៊ុនសែនហ្នឹងមិនមែនបានកសាងអំពើល្អអីដើម្បីឲ្យមនុស្សជាតិរស់រៀនមានជីវិតមានក្តីសុខទេគឺគាត់បានបំផ្លាញជីវិតមនុស្សជាតិចង់និយាយបែបហ្នឹងហើយយើងមើលតាមមន្ត្រីរាជការឬក៏តាមជនបទអីគ្មានមនុស្សធម្មតាណាលក់ទេមេចែកចាយឆ្នាំហ្នឹងពួកមេប៉ុស្តិ៍ពួកបេប៉ូលីសអីអស់ហ្នឹងឯងអញ្ចឹងមិនថាអាហ្នឹងហើយជាឥទ្ធិពលដែលបំផ្លាញជាតិសាសន៍ខ្លួនឯងហើយបើគេបំផ្លាញពលរដ្ឋខ្មែរអស់ឲ្យក្រាបដល់កន្ទេលហើយសួរតែតំណែងអស់លោកហ្នឹងនៅគង់វងទៀតមិនសាក់លើស្មាហ្នឹងគឺប្រកាសណាថាបរទេសគេចូលមកគ្រប់គ្រងគេនឹងកំចាត់ពួកអស់លោកចោលហើយពួកអស់លោកហ្នឹងវាអត់មានធ្វើអីល្អជាងហ្នឹងអញ្ចឹងមកបានហើយសល់ពេលវេលាឬក៏ត្រូវញាក់រលឹកខ្លះទៅហ៊ុនសែនអត់មានស្រឡាញ់អ្នកណាជាងស្រឡាញ់ពូជគាត់ទេហើយពូជគាត់ហ្នឹងក៏មិនមែនស្រឡាញ់បងប្អូនសាច់ញាតិខ្មែរហ្នឹងដែរពូជគាត់អាចរក្សាយួនជាងខ្មែរហើយបើដឹងតែខ្លួនឯងខ្មែរទាំងអាចទេណាក៏គួរតែកលេចចង់ចូលរួមជួយស្ដារប្រទេសជាតិបែបណាខ្ញុំជឿថាមានមិនមែនអត់ទេព្រោះហ៊ានអស់សភៅច្រើនណាហ៊ានអស់លុយច្រើនណាហើយហ៊ានចេញពីសកលឬក៏ចេញពីអីមកសតវណ្ឌិត DHP អីណាណីបើហ៊ានបានមកកណោប៉ុណ្ណឹងហើយមកគុំថោកទាបគុំលក់ឧត្តមកតិខ្លួនឯងហើយទៅបំរើឬក៏ចូលទៅរួមទៅចាយលុយកខ្វក់ហ្នឹងមើលយើងស្បាយយើងមួយចាណាអាចសម្លាប់មនុស្សរាប់សិបនាក់ក៏ថាបានដែរណាឬក៏យកក្មេងស្ត្រីឬក៏យកជីវិតយុវជនឬក៏ជីវិតពលរដ្ឋខ្មែរជាច្រើនក៏ថាបានដែរនៅក្នុងចានបាយយើងមួយហ្នឹងត្រូវពិនិត្យមើលថាចានបាយហ្នឹងមានឈាមពលរដ្ឋខ្មែរច្រើនកម្រិតណាព្រោះយើងហ៊ានបានច្រើនដែរ